Drive ចឹងយើងចូលទៅក្នុង tray 9 ដងចំណុចនេះហើយយើងអូសទៅក្រោមយើងឃើញពាក្យថា Google Drive ហើយខ្ញុំមិនចាំបាច់ download មកទេដោយសារជាផលិតផលរបស់ Google ចឹង Google Drive គឺជាកន្លែងដែលយើង stock ឯកសារលក្ខណៈ online ឬក៏នៅលើបបោកបាទចឹងគឺយើងឃើញពាក្យថា Welcome to Drive និងឯកសារជាច្រើនដែលខ្ញុំធ្វើឲ្យរក្សាទុកនៅនឹងបាទចឹងនៅក្នុងនេះយើងអាចប្រើប្រាស់ Google Drive សម្រាប់បញ្ចូលឯកសារហើយខ្ញុំនឹងប្រាប់ពីរបៀបដាក់ឯកសារចូលហើយនឹងយកទាញមកចេញហើយនឹងរបៀប make a copy ឥឡូវចំណុចទី1តកតងជាមួយនឹងការយកឯកសារចូលនៅក្នុង Google Drive ចឹងយើងមើលសញ្ញាបូកដែលមានពាក្យថា new នៅត្រង់ចំណុចនេះបាទបន្ទាប់មកទៀតយើងមានជំនួយជាច្រើនចឹងទី1យើងចង់បង្កើតDrive នឹងជា folder ឧទាហរណ៍ថាឯកសាររបស់យើងចង់ដាក់ជា folder ឬក៏យើងដាក់ជា file បាទអញ្ចឹងក៏បានដែរបាទទី1នេះយើងបង្កើតជា folder នៅហ្នឹងចំណុចទី2គឺយើងបញ្ចូលជា file មួយទៀតយើងបញ្ចូលជា folder ដែលនៅក្នុងកុំព្យូទ័រយើងតែម្ដងបាទចុចចូលទៅតែម្ដងបាទអញ្ចឹងខ្ញុំយកពាក្យថា file ទៅដោយសារខ្ញុំចង់ដាក់ជា file បាទអញ្ចឹងខ្ញុំទៅយក file ដែលជាឯកសាររបស់ខ្ញុំមកបាទឥឡូវខ្ញុំដាក់នៅក្នុង desktop ពីច្រើនបាទហើយខ្ញុំទៅយកនេះគឺឈ្មោះខ្ញុំបែបនេះយកពាក្យថា open បាទអញ្ចឹងវានឹង load ឲ្យយើងមើលនៅត្រង់ចំណុចនេះមកអូខេដូចសញ្ញា keyword ហ្នឹងហើយឃើញរូប folder ត្រង់ចំណុចនេះយើងចុចទៅលើមកអូខេអញ្ចឹងយើងនឹងឃើញfile ដែលខ្ញុំបានតម្លាក់ចូលមិញនឹងហើយបាទអូខេតោះអញ្ចឹងមិញគឺជាឯកសាររបស់ខ្ញុំដែលវាចូលនៅក្នុងDrive ឥឡូវបន្តមកទៀតយើងនឹងបង្ហាញអំពីdownload file ពីឯកសារនៅក្នុង Drive បាទអញ្ចឹងនេះឧទាហរណ៍ថាឯកសារមួយនេះចុះអញ្ចឹងខ្ញុំចុចទៅលើវាមកបាទនេះបាទនេះគឺជាឯកសារតទៅជាមួយនឹងមេរៀនរបស់ខ្ញុំដែលខ្ញុំធ្វើអញ្ចឹងយើងអាច download បានយើងយកពាក្យថា file បាទបន្ទាប់មកយើងយកពាក្យថា download នៅត្រង់ចំណុចនេះបាទអញ្ចឹងយើងមានជំនួយជាច្រើនបើសិនជាយើងចង់យកមួយណាក៏បានដែរជារូបភាព PNG ជា JPEG បាទឬក៏ជា PDF ហើយបើយើងចង់យកជាឯកសារមួយណាក៏បានដែរយើងគ្រាន់តែចុចទៅយកឧទាហរណ៍ខ្ញុំយកជា PDF បាទអញ្ចឹងវាទៅយកទីតាំងដែលយើងត្រូវដាក់វាចូលបាទអញ្ចឹងយើងយកទីតាំងដាក់លើ desktop ហើយយើងចូលពាក្យថា save ឥឡូវយើង save បានហើយអូខេអញ្ចឹងបន្តមកទៀតខ្ញុំនឹងបង្ហាញតកតងជាមួយនឹងការឲ្យឯកសារហ្នឹងមិនមែនតែមួយវាចង់ make a copy ឲ្យបានច្រើនអញ្ចឹង make copy ឲ្យបានច្រើនយើងមានវិធីសាស្ត្រមួយឥឡូវយើងចូលក្នុងឯកសារទាំងអស់គ្នាឧទាហរណ៍ថាឥឡូវខ្ញុំទៅរកឯកសាររបស់ខ្ញុំសិនបាទ home បាទហើយយើងមើលឯកសារឥឡូវយើងមកចូលដល់កន្លែងប្រវត្តិរូបសិស្សនេះខ្ញុំចង់ឲ្យឯកសារប្រវត្តិរូបសិស្សហ្នឹងមានច្រើនអញ្ចឹងយើងចុចមកស្ដាំទៅលើទៅហើយយកពាក្យថា make a copy បាទអញ្ចឹងយើងនឹងបានឯកសារដែលឈ្មោះថាប្រវត្តិរូបសង្ខេបហ្នឹងមួយទៀតហើយបាទឥឡូវបានប៉ុណ្ណឹងយើងចាំអស់គ្នានេះយើងចុចទៅលើកន្លែង show file location មកតទៅជាមួយនឹងអ្វីដែលខ្ញុំធ្វើមិញខ្ញុំយកទៅដែលយកមកស្ដាំហើយយកពាក្យថា make a copy បាទអូខេ create make copy យើងឃើញពាក្យថា show location យើងទៅរក location នេះអញ្ចឹងយើងឃើញពាក្យនេះអញ្ចឹងឃើញពាក្យថា copy of នេះអញ្ចឹង2ដោយសារខ្ញុំធ្វើ2មិញអញ្ចឹងយើងអាចមើលតាមចំណុចនោះបានដែរអរគុណច្រើន